លើកទី1ឲ្យបងពាក់អាវស្រីឲ្យនឹងរត់ដងពាក់តែអាវប្រុសឲ្យទេដោយសារតែសក់គាត់វែងដូចស្រីហើយបើពាក់អាវស្រីឲ្យទៀតគេកាន់តែច្រឡំ 100% ហ្មងតែដោយសារតែថ្ងៃហ្នឹងរៀបអាវដាក់វ៉ាលីដាក់អីចូលអស់ហើយទៅលេងទឹកអាវអស់លេងបានអាវបងស្រីគេនៅក្រៅមួយហ្នឹងក៏យកមកពាក់ឲ្យទៅហើយនាងខ្ញុំណែឃើញកូនពាក់អាវស្រីហ្នឹងវាខ្ជូតពេកក៏ដាក់មកប៉ោះទៅណាមកណាទៅនុយតែអាវប្រុសឲ្យទេសក់ចង់ទីតុយហ្នឹងក៏ចឹងដែរបើអត់ចង់ទីតុយទេអាសក់ដុសមុខហ្នឹងវាចេះតែចូលភ្នែកហើយសក់គាត់ហ្នឹងតែ5 6ខែទៀតហ្នឹងខ្ញុំកាត់ហើយខ្ញុំនៅតែបញ្ជាក់ដែរអញ្ចឹងដោយសារតែសក់គាត់ខ្ញុំទុកកាត់បរិច្ចាគឲ្យអ្នកដែលគាត់កើតជំងឺមហារីកបើយើងកាត់ម្ដងបន្តិចទៅវាស្ដាយដោយសារតែសក់គាត់គឺដុសលឿនខ្លាំងមែនតើហើយទម្រាំ5 6ខែទៀតហ្នឹងអាសក់ដែលដុសមកថ្មីហ្នឹងគឺវាវែងស្មើហ្មងចង់សក់កាន់តែក្រាស់យើងកាត់បរិច្ចាគឲ្យគេទៅវាបានច្រើនហើយបើប៉ាក់ខាងខ្ញុំនេះវិញហ្វេនសាប៊ូនឹងផ្ដាច់មុខហើយតូចធំអីប្រើបានទាំងអស់ងាយស្រួលត្រង់ថាសាប៊ូកូនក្មេងហ្នឹងក៏សក់ដុសខ្លួនបានរួមគ្នាកូនខ្ញុំធំនេះគាត់បានយកទៅលុបលាងមុខដុសខ្លួនអីចឹងទៅវាអត់ស្ងួតស្បែកវាផ្ដល់សំណើមទៀតដោយសារតែសាប៊ូក្មេងអូហ្គានិកចាទូចធំអីប្រើអស់ហើយខាងខ្ញុំនេះហ៎